ម្រាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំបាទមក review គោមេពូជមួយក្បាលដែលខ្ញុំបានថតថ្ងៃមុននោះខ្ញុំថាបាន7ខែជាងនោះហើយហ្នឹងគឺវាបានសម្រាលកូនហើយគឺបានកូនឈ្មោលបាទអញ្ចឹងគឺកម្ពស់ប្រហែល7តឹកបាទណាបងប្អូនណាបាទអញ្ចឹងបងប្អូនខ្ញុំបានមកថតហើយខ្ញុំសួរម្ចាស់គាត់ថាគោនេះគាត់ទិញតែមួយទេគាត់ពីដើមឡើយបាទទិញតាំងពីគាត់ទិញបានចិញ្ចឹម2ឆ្នាំបានមានកូនណាប៉ុន្តែកូននឹង4ទៅហើយណាបងប្អូនណាបាទកូនទី1គឺកូនឈ្មោលកូនទី2កូនមេកូនទី3កូនឈ្មោលកូនទី4នេះកូនទី3កូនមេកូនទី4កូនឈ្មោលទៀតណាបងប្អូនណាបាទអញ្ចឹងខ្ញុំគិតថាការចិញ្ចឹមគោវាមិនអត់ប្រយោជន៍ទេបងប្អូនណាទោះបីយើងមានប្រាក់តិចតួចយើងអាចចិញ្ចឹមបានយើងទិញច្រើនទេយើងអត់មានតែភាពយើងទិញតិចទៅទី1ទៅបងប្អូនណាchứមិនបាច់ទិញច្រើនដូចគេទេដើម្បីថាទី1យើងខ្វះស្មៅទី2យើងអត់មានកម្លាំងមើលពេលមើលទេព្រោះយើងនៅថាបកាទីទូយើងត្រូវការធ្វើការផងយើងចិញ្ចឹមសត្វផងបាទយើងនៅផ្ទះប្រពន្ធអាចដាក់ស្មូតឲ្យបានទៅហើយជាពិសេសមេគូមួយនេះក៏អត់ចេះរកស្មៅទេណាបងប្អូនណាបាទអញ្ចឹងគាត់ថាគាត់ចិញ្ចឹមមេគូនេះគាត់អត់បាក់សោកខំរកស្មៅទេព្រោះមេគូនេះគាត់មានស្រែទៅគាត់មូចំបើងផងគាត់ស្មៅជុំវិញផ្ទះផងគាត់ជ្រុតមកធ្វើការវិញគាត់ជ្រុតតាមការដ្ឋានតែការដ្ឋានសំណង់នោះគាត់បានមកកូនបាវមកដាក់លេជាមួយចំបើងរជារាល់ថ្ងៃទៅបងប្អូនណាគាត់បានផ្ដល់កូន4ប៉ុន្តែដូចខ្ញុំនិយាយថាកូនទី1នោះឈ្មោលកូនទី2មេកូនទី3នេះមេហើយនៅកូនទី4ឈ្មោលបាទអញ្ចឹងបងប្អូនគឺថាវាមិនខាតទេណាបងប្អូនណាប៉ុន្តែគាត់ថាសំគាត់បានសរុបទៅបានគោ4ទៅហើយ5ជុកមីវាអញ្ចឹងប្រពន្ធបានជួគូននោះក៏លាន់លក់ខ្លះទៅហើយដើម្បីចិញ្ចឹមគូសាហើយនឹងយកប្រាក់ឲ្យកូនរៀនឥឡូវកូនគាត់រៀនបានចប់បាត់លោកទាំង2នាក់ទៅហើយណាកូនគាត់2នាក់បាទអញ្ចឹងគាត់ថាឃើញថាការចិញ្ចឹមសត្វនេះគឺជាផលប្រយោជន៍ច្រើនណាស់បងប្អូនយើងមានពេលតនេះយើងកុំឲ្យចូលដល់ការចិញ្ចឹមសត្វព្រោះយើងនៅស្រុកស្រែណាបងណាហើយយើងធ្វើការក៏ធ្វើទៅចុះប៉ុន្តែការចិញ្ចឹមសត្វយើងកុំឲ្យចូលទៅវាផ្លេចគឺផលឲ្យយើងហើយបាទអញ្ចឹងបានថាស្រុកស្រែយើងបើអត់គោអត់ក្របីយើងអត់មានថាស្រុកស្រែទេយើងថាស្រុកស្រែមានគោក្របីមានទាមានជ្រូកមានមាន់ជាអាហារដែរជំនួយដើម្បីគេរវល់អបន្តរោគគឺយើងយកសត្វហ្នឹងមកបរិភោគទៅវាកាត់បន្ថយលុយកាក់ផងណាបងប្អូនណាអញ្ចឹងខ្ញុំមិននិយាយច្រើនអ្វីទេត្រាប់បងប្អូនបាទអញ្ចឹងក៏ខ្ញុំមិននឹងជម្រាបលាក៏ខ្ញុំព្រមប្រាំថាបងប្អូនស្រុកស្រែកុំភ្លេចគោក្របីបាទបើស្រុកស្រែអត់មានគោក្របីយើងហៅថាស្រុកស្រែមិនកើតទេណាបងប្អូនណាអញ្ចឹងខ្ញុំក៏មិននិយាយច្រើនទេគឺខ្ញុំចង់និយាយថាការប្រឹងប្រែងរបស់ប្រជាពលរដ្ឋមានថាការចិញ្ចឹមសត្វផងធ្វើការផងធ្វើស្រែផងចឹងឯងបាទសូមអរគុណ